បាទថ្ងៃនេះយើងជួបអ្នកជំងឺម្នាក់ដែលខំស្កាត់មកតាំងពីព្រះវិហារកាលពី10ថ្ងៃមុនសុទ្ធតែខ្ទុះពេញរន្ធតិចបន្ទាប់ពីព្យាបាលបានរយៈពេល10ថ្ងៃយើងឃើញថាល្អប្រសើរមែនទែនហើយក្មេងនេះក្លាហានគួរឲ្យស្រឡាញ់ហើយឆ្លាតមែនទែនបាទហើយស្នាមញញឹមរបស់គាត់ធ្វើឲ្យយើងកាន់តែមានកម្លាំងចិត្តមើលពូស៊ូមួយកូនឈ្មោះអីស៊ីអញ្ជើញមកពីខាងណាវិញមកពីខេត្តព្រះវិហារមកពីខេត្តព្រះវិហារអាជីអីមកហើយមិនបានដឹងថានៅពេញនឹងមិនមើលជាឆ្ងាយម្ល៉េះអូយបងអូនខ្ញុំគាត់នៅពេញទៅគាត់share វីដេអូគ្រូអញ្ចឹងហ៎អូឃើញតាម social media ហ្នឹងហើយតែមកតាមនឹងទៅហើយកូនឈឺរយៈពេលប៉ុន្មានទេបងចូលបើស្រាប់តែឥឡូវ3ខែហើយចូលទៅពេលការព្យាបាលនៅទីនោះដែរអត់បានការជួយចាប់ទេកូនខ្ញុំយំទៅអញ្ចឹងហើយមកទីនេះធូរបានច្រើនណាស់គាត់មកនៅនេះលោកគ្រូបណ្ឌិតថាញ៉ាំថ្នាំលេងអីវាយប់ឡើងវាលេងយំដូចមុនណាអញ្ចឹងហ៎ចាឃើញសោះស្រាយទេពូជាមួយនេះមួយពូហ៎អត់ឈឺទេស្បាយចិត្តទេពេលនេះមិនគួរឲ្យខ្លាចទេណាអត់តែកូនមកមានអារម្មណ៍ថាគាត់កក់ដៅជាមួយពេលចាអត់ទេលោកគ្រូណាត់មកថ្ងៃទី23ខ្ញុំមកទាំងជួបគ្រូផ្សេងគាត់អត់ជួបទេខ្ញុំចោកស្នេហ៍មួយគូពេទ្យដែរហ្នឹងថាតើគឺគូពេទ្យមើលក្មេងត្រូវមានអាលក្ខណៈសម្បត្តិមួយជាលេងមួយក្មេងអញ្ចឹងមានប្រសាសនាបើសិនជាគ្រូពេទ្យឬក្មេងអត់យល់ពីគ្នាទេអត់មានviệcនោះល្អមួយទេអត់សហការមួយគ្នាទេយើងដោះស្រាយបញ្ហាអត់បានទេសូម្បីតែនិយាយនោះក៏មិនចង់និយាយរហូតកុំថាឡើយយកអានោះដាក់ចូលទៅជាឲ្យឈឺតែយើងអត់យល់ពីគាត់ទេគាត់មិនសហការមួយយើងនេះពិបាកណាស់ជាទីទូទៅមើលជំងឺក្មេងខ្ញុំធ្វើដំបូងអ្វីដែលត្រូវធ្វើគឺឲ្យក្មេងសិក្សាមួយខ្ញុំទៅដើម្បីគាត់សហការឥឡូវយើងឃើញផលិតផលល្អប្រសើរគូជាទីគាប់ចិត្តហើយខ្ទុះដែលសងខាងដែលហូរមកកាលមុននោះឃើញស្ងួតហើយការឈឺចាប់ក៏ថយហើយការអើមក៏ថយហើយទឹកមុខក្មេងស្រស់ស្រាយអញ្ចឹងខ្ញុំនឹងឲ្យថ្នាំរយៈពេល2សប្តាហ៍ទៀតសប្តាហ៍ក្រោយបងអញ្ជើញត្រឡប់មកវិញជាមួយអ្នកជំងឺកូនក្មេងនៅពេលដែលយើងស្និទ្ធស្នាលជាមួយគាត់យល់ពីគាត់ទើបអាចសហការគ្នាដើម្បីដោះស្រាយបញ្ហាជូនគាត់បានរលូន